มีមនុស្ស24នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យដ៏អាក្រក់មិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូងជាការពិតណាស់នេះគឺជាសោកនាដកម្មមួយហើយក៏ជាប្រវត្តិសាស្ត្រដ៏អាក្រក់មួយសម្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរហើយនៅក្នុងព្រឹត្តិការណ៍ដ៏អាក្រក់មួយនេះត្រូវបានគេឲ្យឈ្មោះថា Apocalypse ចំពោះអត្ថន័យនៃពាក្យ Apocalypse គឺខ្ញុំនឹងបកស្រាយជូនបងប្អូនទាំងអស់គ្នានៅចុងវីដេអូមុននឹងចូលទៅដល់រឿងរ៉ាវដ៏អាក្រក់មួយនេះខ្ញុំក៏មានផលិតផលមួយចង់ណែនាំទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់បានផលិតផលលាងសម្អាតជាតិពុលជួយទៅដល់បញ្ហាការច្រោះអាស៊ីតជួយទៅដល់បញ្ហារំលាយអាហារក៏ដូចជាស្ករញ៉ាំទៅកុំឲ្យខូចសុខភាពហើយនៅផលិតផលសហរដ្ឋអាមេរិកផ្សេងៗបងប្អូនគ្នាអាចចែកនៅក្នុងเพจរបស់ខ្ញុំយ៉ាងហោចណាស់មានមនុស្ស24នាក់ដែលបានស្លាប់ដោយសារតែភ្លើងឆេះព្រៃជាច្រើនកន្លែងនៅតែបន្តឆាប់ឆេះតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូងអាជ្ញាធរបាននិយាយថាជនរងគ្រោះភាគច្រើនមានអាយុចន្លោះពី60ទៅ70ឆ្នាំអាជ្ញាធរក៏បានបន្ថែមទៀតថាមានមនុស្ស26នាក់ផ្សេងទៀតដែលបានរងរបួសក្នុងនោះគឺមានមនុស្ស12នាក់ដែលរងរបួសធ្ងន់ធ្ងរមនុស្សជាង23000នាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេខណៈដែលភ្លើងកំពុងតែបន្តឆាប់ឆេះជាបន្តបន្ទាប់ប្រធានទីស្តីការលោកខាន់ឌុកស៊ូបាននិយាយថាវិបត្តិមួយនេះគឺជាវិបត្តិធ្ងន់ធ្ងរហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ត្រផងដែរសម្រាប់ប្រទេសកូរ៉េក្នុងករណីភ្លើងឆេះព្រៃដ៏អាក្រក់មួយនេះអគ្គិភ័យបានឆាប់ឆេះប្រាសាទមានអាយុកាល1300ឆ្នាំនៅក្នុងទីក្រុងយូស៊ុងជាកន្លែងសម្បត្តិបេតិកវប្បធម៌របស់កូរ៉េហើយមានវត្ថុដ៏មានតម្លៃខ្លះៗនៅក្នុងប្រាសាទមួយនេះក៏បានដឹកជញ្ជូនទៅកាន់ទីដែលមានសុវត្ថិភាពចំពោះហេតុការណ៍នៃភ្លើងឆេះព្រៃគឺចាប់ផ្ដើមចេញពីស្រុកសានឈីងកាលពីថ្ងៃពុធហើយបានរាលដាលដល់ស្រុកយូស៊ុងដោយមានឥទ្ធិពលខ្យល់បក់ខ្លាំងខ្យល់ស្ងួតពួកវាបានរាលដាលដល់ស្រុកជិតខាងនៅក្នុងប្រតិបត្តិការនៃការបណ្ដុតអគ្គិភ័យកាលពីថ្ងៃពុធក៏មានអធម្មភាគចក្របណ្ដុតអគ្គិភ័យមួយគ្រឿងបានធ្លាក់នៅភ្នំយូស៊ុងដែលបានសម្លាប់អ្នកបើកបរយន្តហោះក្នុងគណៈពេលដែលគេបានបំពេញបេសកកម្មមួយនេះអ្នកបណ្ដុតអគ្គិភ័យរាប់រយពាន់នាក់និងបុគ្គលិកយោធាប្រហែលជា5000នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អណ្ដាតភ្លើងក៏ដូចជាអធម្មភាគចក្រពីយោធាអាមេរិកដែលឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងចំពោះភ្លើងឆាប់ឆេះព្រៃគឺពិតជាកម្រមានណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ប៉ុន្តែពេលនេះវាជាសោកនាដកម្មដ៏អាក្រក់មួយហើយក៏វាជាប្រវត្តិសាស្ត្រផងដែរសម្រាប់ប្រទេសកូរ៉េព្រៃឈើប្រហែលជា17000ហិកតាក្នុងចំណោមព្រៃឈើ42000ហិកតាក៏ត្រូវបានបំផ្លាញផងដែរដែលធ្វើឲ្យភ្លើងឆាប់ឆេះធំជាងគេទី3ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូងក៏ដូចជានៅលើពិភពលោកផងដែរអ្នកស្រុកម្នាក់នៅក្នុងភូមិអាន់ឌុងបានប្រាប់ BBC Korean ថាផ្ទះរបស់ពួកគេបានឆាប់ឆេះទាំងស្រុងហើយវាស្ទើរតែដួលរលំទាំងអស់តែម្ដងក៏ដោយសារតែភ្លើងបានបំផ្លាញទីលំនៅឋានរបស់ពួកគេនៅកន្លែងផ្សេងមួយទៀតអានុងដូចគ្នាប្រជាពលរដ្ឋដែលជ្រកកោននៅសាលាបឋមសិក្សាត្រូវបានប្រាប់ឲ្យចាក់ចេញយ៉ាងលឿនខណៈដែលភ្លើងបានរីករាលដាលយ៉ាងខ្លាំងដោយសារតែខ្យល់បក់បោកក៏មានបុរសអាយុ30ឆ្នាំនេះរស់នៅយូស៊ុងបាននិយាយថាផ្ទះរបស់គេនៅជាន់លើហើយផ្ទះនៅភូមិនៅក្បែរនោះក៏ត្រូវបានភ្លើងលេបត្របាក់ផ្ទះរបស់ពួកគេទាំងស្រុងតែម្ដងហើយនៅក្នុងតំបន់ដែលពួកគេរស់នៅគឺសម្បូរទៅដោយចាស់ៗដែលពួកគាត់រស់នៅពួកគាត់បានរស់នៅទីនេះពេញមួយជីវិតរបស់ពួកគាត់ទៅហើយខណៈដែលភ្លើងបានឆេះផ្ទះរបស់ពួកគាត់នោះគឺជាកង្វល់មួយដែលគាត់និយាយទៅកាន់អ្នកសារព័ត៌មានថាតើឲ្យគាត់ទៅរស់នៅទីកន្លែងណានៅទីក្រុងយូអេស៊ុងភ្លើងបានបំផ្លាញប្រាសាទគុនហ្សាដែលជាប្រាសាទដ៏ធំមួយនៅក្នុងប្រទេសកូរ៉េដែលបានសាងសង់នៅក្នុងឆ្នាំ618នៃគ្រិស្តសករាជព្រះសង្ឃមួយអង្គមានព្រះជន្ម68ព្រះវស្សាបាននិយាយថាព្រះអង្គមានសេចក្តីសោកសង្រេងជាខ្លាំងនៅពេលដែលបានឮដំណឹងថាភ្លើងបានលេបត្របាក់ប្រាសាទគុនហ្សាលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្ដារមុខងារប្រាសាទឡើងវិញអាជ្ញាធរព្រៃឈើបានបញ្ជាក់ផងដែរថារចនាសម្ព័ន្ធស្ថាបត្យកម្មព្រះពុទ្ធសាសនាដែលចាត់ទុកថាជាសម្បត្តិជាតិពីរាជវង្សជូស៊ុនក្នុងឆ្នាំ1392ទៅឆ្នាំ1910ក៏ត្រូវបានបំផ្លាញផងដែរចំណែកឯនៅទីក្រុងអាន់ឌុងឯណោះវិញមានអ្នកបើកបររថយន្តដឹកទំនិញម្នាក់លោកមានឈ្មោះថាលីសុងជូបាននិយាយថាគាត់បានឃើញភ្នំកំពុងតែមានភ្លើងឆេះខណៈពេលដែលគាត់កំពុងតែបើកឡានដឹកទំនិញបើយោងតាមសារព័ត៌មាន AFP បាននិយាយថាមានកីឡាករវ័យ39ឆ្នាំមួយរូបបាននិយាយថាវាហាក់បីដូចជា Apocalypse ចំពោះពាក្យ Apocalypse គឺចែកចេញជា3ហើយខ្ញុំនឹងបញ្យល់បងប្អូនទាំងគ្នាអំពីអត្ថន័យមួយៗរបស់វាចំណុចទី1គឺ Bible meaning ចំពោះចំណុចមួយនេះគឺគេសំដៅទៅកាន់អត្ថន័យដែលមានចែងនៅក្នុងព្រះគម្ពីរនៅក្នុងសាសនាគ្រីស្ទពាក្យ Apocalypse គឺសំដៅទៅលើវិវរណៈរបស់យូហានដែលជាសភៅចុងក្រោយនៃព្រះគម្ពីរដែលពិពណ៌នាអំពីអវសាននៃពិភពលោកនោះគឺមានន័យថាការជំនុំជម្រះចុងក្រោយនិងការយាងមកជាលើកទី2របស់ព្រះយេស៊ូវគ្រីស្ទចំណែកឯចំណុចទី2គឺ general meaning វាអាចនឹងមានន័យថាជាព្រឹត្តិកម្មមហន្តរាយដែលនាំទៅដល់ការបំផ្លិចបំផ្លាញដ៏ធំឬក៏ចុងបញ្ចប់នៃអរិយធម៌ដូចជាសង្គ្រាមនុយក្លេអ៊ឺឬគ្រោះមហន្តរាយធម្មជាតិឬក៏វិបត្តិពិភពលោកចំពោះចំណុចទី3គឺ original meaning តាមពិតទៅពាក្យ apocalypse គឺជាភាសាក្រិកអញ្ចឹងភាសាដើមរបស់គេមានន័យថា apocalypsis ដែលមានន័យថា
ការបង្ហាញឬវិវរណៈដើមឡើយវាសំដៅទៅលើការលាតត្រដាងនៃចំណេះដឹងអាចកំបាំងឬក៏សេចក្តីពិតដ៏ទេវភាពនេះគឺជាអ្វីដែលខ្ញុំបានបកស្រាយនៅក្នុងវីដេអូមួយនេះសូមព្រះប្រទានពរ